មនុស្សមិនដូចគ្នាមនុស្សម្នាក់មានចរិតខុសគ្នាសន្សំឧបនិស្ស័យមកផ្សេងគ្នាអ្នកមិនអាចបង្ខំគេឲ្យគិតដូចអ្នកឬធ្វើតាមអ្នកគ្រប់រឿងឡើយគេមានរបៀបគិតរបស់គេយើងមានរបៀបគិតរបស់យើងមិនដូចគេក៏មិនដូចយើងដែរមិនមែនថាមិនខ្វល់នោះទេអ្នកនៅតែជួយកែតម្រូវជួយតម្រែតម្រង់បើគេកែបានជារឿងល្អបើគេមិនព្រមកែទេទោះបីអ្នកយំយេកស្រែកទួញទៅក៏មិនដឹងបានអីមកវិញអ្នកណាវិច្ចសម្ពាយកម្មណានឹងទទួលផលនៃកម្មនោះដោយខ្លួនឯងអ្នកជួយណែនាំដោយមេត្តាចិត្តតែអ្នកក៏ត្រូវមានបញ្ញាហ៊ានទទួលស្គាល់ការពិតថាអ្នកប្រឹងអស់ពីសមត្ថភាពហើយអ្នកមិនអាចបង្ខំគេឲ្យដូចអ្នកបានទេម្នាក់មានផ្លូវដើររៀងខ្លួនទាល់តែចេះព្រមខ្លះចេះទទួលស្គាល់ការពិតខ្លះទើបមិនសូវមានទុក្ខមនុស្សមិនល្អគ្រប់10ទេរៀនមើលចំណុចល្អគេខ្លះផងរៀនផ្ដល់តម្លៃនិងសេចក្តីថ្លៃថ្នូរដល់អ្នកដទៃទើបរស់នៅជាមួយគ្នាបានសុខគេខឹងគេក្តៅបើអ្នកខឹងគេវិញអ្នកក៏ក្តៅដែរកំហឹងជាភ្លើងតែងដុតទីអាស្រ័យរបស់វាស្លាប់ទៅយកអ្វីទៅមិនបានទេរៀនធ្វើទានខ្លះគ្រាន់បានជាពូជបុណ្យសម្រាប់ទៅកាន់បរលោកនាយហួងហែងច្រើនទុកក៏ច្រើនដែរព្យាយាមបំពេញតួនាទីអ្នកឲ្យបានល្អបើត្រូវប្រែប្រួលក៏អស់ចិត្តដែរព្រោះអ្នកបានធ្វើអស់ពីសមត្ថភាពហើយចង់ឲ្យគេគោរពអ្នកត្រូវចេះគោរពគេមុនរៀនផ្ដល់តម្លៃសេចក្តីថ្លៃថ្នូរដល់មនុស្សសត្វអ្នកនឹងបានទទួលសេចក្តីសុខមកវិញព្យាយាមធ្វើរឿងណាដែលអ្នកអាចធ្វើបានរឿងដែលអ្នកមិនទាន់ធ្វើកើតរងចាំសិនចាំដល់ពេលអ្នកមានឱកាសមានសមត្ថភាពចិត្តបុណ្យចិត្តស្រស់ថ្លាចិត្តស្ងប់នាំឲ្យកាយក៏ស្រស់ចិត្តក៏ត្រជាក់ជីវិតបានសុខស្ងប់ច្រើនព្រោះចិត្តស្ងប់ល្អគ្មាននរណាជៀសផុតពីការនិន្ទាទេសូម្បីតែព្រះពុទ្ធកុំសូវយកពាក្យគេមកបំផ្លាញសេចក្តីសុខក្នុងចិត្តអ្នកឡើយធ្វើទានជួយសង្គ្រោះពេលគេមានទុក្ខ
អ្នកបានបុណ្យផងបានការរាប់អានផងបានដាំពូជជាអ្នកមានទ្រព្យច្រើនផងមនុស្សមានសម្ពាយបុណ្យខុសគ្នាជោគវាសនាក៏ខុសគ្នាដែរប្រឹងប្រែងរកឲ្យអស់ពីសមត្ថភាពហើយត្រេកអរចំពោះអ្វីដែលអ្នករកបានបើខ្ចីគេត្រូវចេះសងវិញកុំស៊ីដាច់បាបកម្មនាំឲ្យរកស៊ីមិនឡើងទេកុំយកមុខយកមាត់តែម្នាក់ឯងចែកគេខ្លះផងទើបធ្វើការជាមួយគ្នាបានយូរកុំយកពាក្យសម្ដីលាមករបស់គេមកគិតហើយដេកកើតទុកឡើយមាត់គេចិត្តគេខាត់គេមិនបានទេរឿងថ្ងៃស្អែកមិនទាន់មាននៅឡើយទេចាំស្អែកចាំជួបកុំព្រួយហួសហេតុពេកបើបុណ្យមាននឹងជួបរឿងល្អអតីតកាលបានកន្លងហួសទៅហើយកុំស្ដាយអីព្រោះបើស្ដាយទៅក៏កែអ្វីមិនបានដដែលយកវាជាមេរៀនហើយដើរទៅមុខកុំងាកក្រោយញឹកពេកសង្ឃឹមខ្លាំងពេលមិនបានដូចចិត្តទុកក៏ខ្លាំងដែរសង្ឃឹមចុះតែក៏ត្រូវទម្លាប់ប្រាប់ខ្លួនឯងថាបើបានក៏ទទួលបើមិនបានក៏ត្រូវតែហ៊ានប្រឈមហើយប្រឹងប្រែងបន្តទៀតអ្វីមិនចេះតែបានសម្រេចដោយប្រាថ្នារហូតទេហើយរឿងរ៉ាវសុទ្ធតែមានហេតុរបស់វាបើហេតុគ្រប់គ្រាន់ទើបអាចកើតចេញជាផលបានបើអ្នកដាំស្រូវស្រាលយ៉ាងហោចក៏ត្រូវរង់ចាំ3ខែដែរបើអ្នកដាំស្វាយត្រូវការរហូតដល់3ឆ្នាំសូមកុំតក់ក្រហល់កុំបង្ខំខ្លាំងពេកអីធ្វើតាមលំដាប់លំដោយតែមិនមែនមានន័យថាបណ្ដោយវាតាមយថាកម្មឡើយអ្នកនៅតែតស៊ូព្យាយាមអត់ធន់ផ្ចិតផ្ចង់ក្នុងកិច្ចការងាររបស់អ្នកបើបានសមតាមប្រាថ្នាចាត់ទុកថាជាបុណ្យរបស់អ្នកបើប្រឹងអស់ពីសមត្ថភាពហើយនៅតែមិនបានមានន័យថាការប្រឹងប្រែងមិនទាន់ដល់កម្រិតឬបុណ្យរបស់អ្នកមិនទាន់គ្រប់គ្រាន់នៅឡើយសូមកុំឆេវឆាវកុំមួម៉ៅពេកអីកុំទម្លាប់បន្ទោសគេបន្ទោសឯងរៀនទទួលយកការពិតព្យាយាមរកហេតុផលរកចំណុចខ្វះខាតរួចកែតម្រូវប្រឹងធ្វើឲ្យបានល្អជាងមុនអ្វីដែលខុសទៅហើយចាត់ទុកជាមេរៀនតែកុំបណ្ដោយឲ្យវាคล้ายជាភ្លើងដុតអ្នកយូរពេកសង្ឃឹមថាកិច្ចការអ្នកនឹងបានសម្រេចសង្ឃឹមថាការងារនឹងរលូនទៅមុខតែអ្នកក៏ត្រូវសង្ឃឹមផងដែរថាវាអាចមានរឿងមិនល្អកើតឡើងជាយថាហេតុអ្នកគ្មានសមត្ថភាពហាមឃាត់វាបានទាំងស្រុងទេបើមិនបានដូចសង្ឃឹមសូមកុំបាក់ទឹកចិត្ត
សូមកុំអាលបោះបង់ចោលដរាបណានៅមានជីវិតអ្នកអាចសាកល្បងសារជាថ្មីមួយថ្ងៃហ្នឹងយើងគ្រប់គ្នានឹងជួបរឿងច្រើនណាស់រឿងល្អខ្លះមិនល្អខ្លះគេសរសើរគេនិន្ទារកស៊ីចំណេញរកស៊ីខាតអ្នកនេះនិយាយចេះអ្នកនោះនិយាយចុះហើយបើយើងអោបកសោបរែកពុនរឿងទាំងអស់ក្នុងទុកក្នុងចិត្តច្រើនពេកវាคล้ายទៅជាសម្ពាធវាคล้ายទៅជាអំរែកហើយជាពិសេសទៅរឿងមិនល្អហ្នឹងដោយកម្លាំងនៃការធ្វើទុកក្នុងចិត្តខុសទំនងក្នុងធម៌លោកហៅអយោនិសោមនសិការៈហ្នឹងយើងចាំយើងយកមកត្រេះរិះយកមកពិចារណាហើយអញ្ចឹងវានាំឲ្យកើតទុកយើងអនុញ្ញាតឲ្យអកុសលវិបាករឿងមិនល្អហ្នឹងពេលយើងជួបយើងកើតទុកម្ដងយើងយកមកពិចារណាយើងកើតទុកម្ដងទៀតមួម៉ៅកើតទុកកូនចៅទុកនឹងច្រើនដងអញ្ចឹងវាតលថាអ្វីដែលយើងជួបហើយវារលត់តែអារម្មណ៍នៅក្នុងធម៌គឺថាកើតហើយរលត់ទោះជាអារម្មណ៍ល្អក្តីអារម្មណ៍មិនល្អក្តីអ្វីដែលមកប៉ះនឹងភ្នែកនឹងតិចរបស់យើងហ្នឹងវារលត់ទៅបាត់ហើយរៀនធ្វើចិត្តយើងមិនអាចធ្វើដូចជាបន្តីរបស់ព្រះអរហន្តបានទេលោកប្រៀបធៀបទៅនឹងទឹកនៅលើស្លឹកឈូកតែកាលណាផ្អៀងទៅទឹកនឹងហូរចេញពីស្លឹកឈូកលែអត់មានប្រឡាក់អីទេបន្តីរបស់ព្រះអរហន្តហ្នឹងលោកអត់មានប្រឡាក់ជាប់នឹងរឿងដែលកើតឡើងនឹងទេលោកកំណត់ដឹងច្បាស់ណាស់ថាបើជួបរឿងល្អអារម្មណ៍ល្អជាកុសលវិបាកជាផលរបស់បុណ្យបើជួបរឿងមិនល្អអារម្មណ៍មិនល្អជាផលរបស់បាបជាអកុសលវិបាកហើយកើតហើយវារលត់ទៅហើយទោះជាផលបុណ្យក្តីផលបាបក្តីទៅហើយលោកមិនជំពាក់ជាប់ទេដែលអញ្ចឹងហើយដែលលោកមិនមានទុកនឹងដោយសារលោកមិនជាប់ជាមួយនឹងអ្វីដែលកើតឡើងមិនជាប់ជាមួយនឹងអារម្មណ៍រលត់ទៅក៏រលត់ទៅហើយក្នុងន័យយើងអនុវត្តប្រចាំថ្ងៃដូចថាយើងមិនយកនៅអារម្មណ៍មិនល្អហ្នឹងយកមកដុតរួលខ្លួនឯងម្ដងទៀតទេពីព្រោះវាធ្វើឲ្យយើងកើតទុក្ខម្ដងហើយឧទាហរណ៍ថាដើរទៅជពុបជើងឧទាហរណ៍ថាសម្ដីមិនល្អរបស់អ្នកដទៃហ្នឹងឮនឹងជាអកុសលវិបាកជាផលរបស់បាបយើងធ្លាប់ធ្វើកម្មអាក្រក់ពីណាមកទៅវាឮសំឡេងអាក្រក់នឹងមកវិញប៉ុន្តែតើតែយើងមានកម្លាំងបញ្ញាទៅកាត់អានឹងថាហើយចប់ហើយត្រូវដោះស្រាយឲ្យហើយកុំសូវយកមកម្លឹកម្លើកយកមកច្រាមចិត្តខ្លួនឯងឲ្យក្តៅក្រហាយដោយសាររឿងហ្នឹងណាយើងទុកពេលវេលាធ្វើអំពើល្អផឹងប្រែងតស៊ូក្នុងកិច្ចការងាររបស់យើងរឿងកម្មចាស់យើងគ្មានសមត្ថភាពទៅកែកម្មចាស់បានតែដល់ពេលវាមានឱកាសវាឲ្យផលអញ្ចឹងយើងខំសាងអំពើល្អពូជល្អបុណ្យកុសលនឹងវានឹងជួយយើងឲ្យបានផលល្អត្រឡប់មកវិញយើងជឿជាក់នៅលើកម្លាំងនៃអំពើល្អហ្នឹងអញ្ចឹងយើងអត់កើតទុកថាមិនបានខ្ញុំអញ្ចឹងមិនជីវិតខ្ញុំមកភ័ព្វម្លេះអត់ទេពីព្រោះយើងកំណត់ដឹងថានឹងជាផលនៃអំពើដែលយើងបានធ្វើហើយយើងប្រឹងសាងអំពើល្អថ្មីទៀតទៅនឹងទើបយើងមិនសូវកើតទុក
ដែលមានទុកសោកក្នុងចិត្តធ្ងន់ធ្ងរហ្នឹងដោយសារគាត់អោបកសោបទុករឿងរ៉ាវដែលកន្លងហួសទៅហើយហ្នឹងនៅក្នុងចិត្តហ្នឹងយូរពេកវាជាធម្មតាសុខក្តីទុក្ខក្តីវាកើតហើយវារលត់ទៅហើយអារម្មណ៍ដែលយើងជួបហ្នឹងឧទាហរណ៍ថាព្រាត់បែកបាក់រស់ស៊ីខាតគេកុហកបោកប្រាស់អីឬក៏គេសរសើររស់ស៊ីចំណេញស្អីហ្នឹងវាកើតហើយវារលត់ទៅវិញហើយវាអត់នៅជាមួយយើងរហូតទេប៉ុន្តែចិត្តរបស់យើងដែលមិនបានអប់រំល្អយើងអោបកសោបទាំងអស់អាទុកក៏អោបអាសុកក៏អោបអត់ព្រមប្រឡែងដូចថាយើងអត់ព្រមឲ្យថ្ងៃវាលិចទេអត់ព្រមឲ្យស្លឹកឈើទុំវាជ្រុះទេនៅយំកើតទុកឲ្យស្លឹកឈើហ្នឹងវានៅជាប់នឹងដើមហើយវាមិនអាចជាប់នឹងដើមតាមយើងចង់ទេវាត្រូវប្រែប្រួលជាធម្មតាអញ្ចឹងវាតតែយើងព្រមឲ្យមានការប្រែប្រួលទៅទោះជាសុខក្តីទោះជាទុក្ខក្តីយើងនៅតែការពារថែរក្សាឲ្យអស់ពីសមត្ថភាពរបស់យើងសុខភាពត្រូវមើលថែញ៉ាំត្រូវញ៉ាំឲ្យបានល្អគេងឲ្យបានគ្រប់គ្រាន់មើលថែបងប្អូនកូនចៅមុខរបរប្រឹងឲ្យអស់ពីសមត្ថភាពហើយបើវាត្រូវប្រែវាត្រូវព្រួលអានឹងយើងខ្វាត់អត់បានទេហើយបើយើងអោបទុកខ្លាំងចង់ខ្លាំងថាត្រូវតែអញ្ចឹងអានឹងយើងកើតទុកខ្លាំងហើយហើយដែលអ្នកខ្លះធ្ងន់ធ្លាក់ខ្លួនរហូតដល់មានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរហ្នឹងដោយសារមិនព្រមប្រឡែងអ្វីដែលប្រែប្រួលអ្វីដែលរលត់ទៅហើយហ្នឹងនៅសារកសែតរំលឹករំលើកស្ដីបន្ទោសខ្លួនឯងស្ដីបន្ទោសអ្នកនេះអ្នកនោះនឹកឡើងក្តៅនឹកឡើងក្តៅអារម្មណ៍ជាអតីតហ្នឹងរលត់បាត់ហើយហ្នឹងក៏នៅតែកើតទុកដោយសារអារម្មណ៍ហ្នឹងដែរចឹងតើយើងរៀនអនុញ្ញាតថារឿងហ្នឹងវារលត់បាត់ទៅហើយថ្ងៃបានលិចទៅហើយស្លឹកឈើវាបានជ្រុះទៅហើយរឿងនៅក្នុងថ្ងៃអនាគតគួយមិនទាន់មកដល់ដែរយើងត្រៀមយើងប្រឹងយើងរៀបចំប៉ុន្តែខ្ញុំប្រឹងអស់លទ្ធភាពបច្ចុប្បន្នខ្ញុំប៉ុណ្ណឹងហើយថ្ងៃស្អែកជួបរឿងណាខ្ញុំមិនអាចមានសមត្ថភាពស្មានត្រូវ 100% ទេពេលខ្ញុំប្រឹងធ្វើល្អឲ្យអស់ពីចិត្តថ្ងៃហ្នឹងហើយឬថ្ងៃស្អែកជួបរឿងល្អទទួលទៅជួបរឿងមិនល្អដោះស្រាយទៅជីវិតហ្នឹងគឺអញ្ចឹងវាខ្លីមកអញ្ចឹងដល់អញ្ចឹងវាអត់រសេមរសាមែននៅក្នុងធម៌ព្រះអង្គសម្ដែងតាក់ទងនឹងស្ដេចមួយអង្គដែលសោកស្ដាយរឿងមហេសីស្លាប់ទៅនោះយំសោកបោកខ្លួនស្ទើរខូចសតិហើយបានទៅជួបព្រះអង្គឲ្យរៀនលះបង់សេចក្តីប្រកាន់ហួងហែងអារម្មណ៍ជាអតីតអារម្មណ៍ជាអនាគតនិងការជាប់ជំពាក់ក្នុងពេលបច្ចុប្បន្នហ្នឹងព្រះជាស្វាងហើយក៏មានស្មារតីឡើងវិញមកអញ្ចឹងរៀនកុំរែកទុកច្រើនពេករឿងណាកន្លងហួសទៅហើយឲ្យវាហួសទៅចោះធុញថប់ចិត្តបញ្ហាស្មុគស្មាញច្រើនពេកឈឺច្រើនពេករឿងរ៉ាវដដែលពេកនាំឲ្យចិត្តអ្នកធុញថប់ច្រើនយូរទៅធ្វើឲ្យអ្នកនឿយណាយគ្មានកម្លាំងនិងបន្តដំណើរទៅមុខទៀតពិតមែនហើយជីវិតតែងជួបបញ្ហាចឹងឯងគ្មានអ្នកណាគេចរួចទេតែបើអ្នកបូកបញ្ហាពីអតីតផងបច្ចុប្បន្នផងអនាគតផងអ្នកនឹងដុនដាបខ្លាំងមិនខានសេចក្តីទុក្ខក្នុងអតីតកាលបានកន្លងផុតទៅហើយអនុញ្ញាតឲ្យវាកន្លងហួសទៅ
កុំសូវរំលឹករំលើកវាច្រើនពេកអីអ្នកអាចយកវាជាមេរៀនតែកុំដាក់ច្រវាក់ខ្នោះនាងខ្លួនឯងឲ្យនៅក្នុងគុកអតីតកាលឡើយងើបមុខឡើងប្រឹងបន្តដំណើរទៅមុខទៀតត្បិតថាអតីតកាលមានឥទ្ធិពលលើជីវិតបច្ចុប្បន្នរបស់អ្នកមែនតែជោគវាសនារបស់អ្នកអាស្រ័យលើការចាប់ផ្ដើមសារជាថ្មីពេលអ្នករៀនទម្លាក់ទុកអតីតកាលបានខ្លះហើយអ្នកពិតជាបានស្រាលបន្តិចមិនខានចំណែករឿងរ៉ាវថ្ងៃស្អែកចាំស្អែកចាំជួបវាកុំអង្គុយកើតទុកជាមុនអីអ្នកនៅតែគិតគូរពីរឿងអនាគតតែកុំបណ្ដោយឲ្យវាคล้ายជាព្រាយបិសាចមកលងបន្លាចអ្នកក្នុងពេលបច្ចុប្បន្នច្រើនពេកអីប្រឹងធ្វើឲ្យបានល្អនៅថ្ងៃនេះថ្ងៃស្អែកជួបរឿងណាដោះរឿងនឹងទៅកុំស្មុគស្មាញពេកអីស្មុគពេកទៅនាំឲ្យធុញថប់ចិត្តណាស់អ្នកខ្លះនោះមានទម្លាប់ជួយចិត្តតាមដានដឹងរឿងគេជីវិតផ្ទាល់ខ្លួនដីប្រពន្ធសង្សារមុខរបរចេះចោះបើត្រូវនិយាយហ្នឹងគឺថាព្រោះបែកអូហូស្ទឹងទៅជួនកាលរឿងខ្លះដឹងជាងសម័យខ្លួនគេម្ចាស់រឿងនឹងទៅទៀតក៏មានដែរកាត់ស្មានខ្លះបន្ថែមបន្ថយខ្លះនិយាយនឹងដូចថាខ្លួនឯងនឹងដឹងសពដឹងគ្រប់ទៅបើវាជាការរៀនសូត្រយកបទពិសោធន៍ដើម្បីអភិវឌ្ឍខ្លួនយើងអានឹងជារឿងល្អឯងគាត់ផឹងប្រែងមិនតស៊ូមិនបានគាត់បានជោគជ័យអញ្ចឹងអីចឹងតែនឹងជារឿងល្អប៉ុន្តែគាត់និយាយគ្រាន់តែដើម្បីនិយាយវាអត់មានបានប្រយោជន៍ដល់យើងអ្នកនិយាយហើយអ្នកស្ដាប់ហ្នឹងក៏វាអត់បានប្រយោជន៍ទៀតពេលខ្លះទៅវាជ្រុលជ្រោះទៅជារឿងពលឹះទៅជារឿងប្រកាច់ប្រខូចបន្ថែមបន្ថយអីចឹងវាជារឿងបាបទៅវិញព្រោះមាត់នេះវាជាប្រភពនៃបុណ្យក៏បានបុណ្យច្រើនព្រះអង្គប្រើពាក្យសម្ដីជួយដោះទុក្ខមនុស្សបានច្រើនណាហើយក៏ជាប្រភពនៃបាបដែរពីព្រោះនិយាយដើម្បីប្រកាច់ប្រខូចឬក៏ធ្វើឲ្យគេឆ្លោះគ្នាឬក៏និយាយអត់ប្រយោជន៍នៅក្នុងធម៌លោកហៅថាសម្ភបលាបៈហ្នឹងអញ្ចឹងបានព្រះអង្គមិនសរសើរអ្នកដែលនិយាយច្រើនហើយអត់បានការទេព្រះអង្គសរសើរសូម្បីអ្នកនឹងនិយាយតិចក៏ដោយប៉ុន្តែបានជាប្រយោជន៍ដល់អ្នកស្ដាប់ឲ្យបានចម្រើនដោយមុខរបរដោយកុសលធម៌អញ្ចឹងទៅហើយអ្នកដែលជួយចិត្តនិយាយហ្នឹងវាបង្កើនឧបនិស្ស័យមួយគឺថាចង់តែនិយាយហើយចង់តែដឹងចង់តែសួរជីកឬជីកគល់ដល់ណាហើយអ្នកនឹងមិនហើយស្លងវងលួងទៅនិស្ស័យត្រូវគ្នានឹងជុំគ្នានិយាយរឿងគេនឹងផ្អែមមាត់ហើយបាបតើអានឹងវាមិនបានជាបុណ្យជាកុសលអីហើយយើងខាតពេលខាតវេលាអត់សូវបានមើលមកខ្លួនឯងថាយើងត្រូវកែតម្រូវអីខ្លះយើងត្រូវអភិវឌ្ឍខ្លួនឯងអីខ្លះហេបើក្នុងនាមថាជាគ្រូជាម្ដាយជាឪពុកអានឹងយើងត្រូវមើលកូនខុសត្រូវស្ដីថាអញ្ចឹងអានឹងជាតួនាទីប៉ុន្តែក្នុងន័យនេះក៏មិនមែននិយាយដើម្បីគ្រាន់តែដើម្បីនិយាយទេគឺដើម្បីឲ្យបានមនុស្សនឹងល្អឡើងវិញអានឹងជារឿងក
ការណែនាំជាធម្មទេសនានឹងបានបនដល់អ្នកនិយាយវិញក្នុងចេតនាជួយគេបានល្អប៉ុន្តែបើគ្រាន់តែនិយាយដើម្បីឲ្យតែនិយាយទេអាហ្នឹងវាអត់ប្រយោជន៍ហើយបានបាបដល់អ្នកនិយាយនឹងវិញទៀតអ្នកខ្លះនិយាយអីក៏ដឹងដែរដឹងឲ្យទៅពីគ្រប់រឿងឲ្យតែមានប្រធានបទលើកមកនឹងមិនចេះស្ងាត់ទេលើកពីនេះមកនិយាយខុសខ្លះត្រូវខ្លះនិយាយឲ្យតែបានលឺមាត់ក៏មាននិយាយឲ្យតែគេកោតទៅក៏សឹងមានអានឹងជាមនុស្សខ្វះការអត់ធន់ក្នុងការនិយាយក្នុងការគ្រប់គ្រងចិត្តខ្លួនឯងវាពុះកជ្រោលចង់តែបង្ហាញចង់តែនិយាយចង់តែឲ្យគេដឹងថាខ្លួនឯងនឹងចេះហើយដល់ពេលអ្នកចេះមែនតើនោះពេលខ្លះគេអង្គុយសើចទៅវិញប្រៀបធៀបមនុស្សប្រភេទហ្នឹងមនុស្សតោតអត់ទឹកវារងអារាំងបានតែសំលេងបើអ្នកដែលគេចេះមែនតើតោតមានទឹកមិនសូវលឺទេប៉ុន្តែធ្ងន់និយាយមួយម៉ាត់មកបានការចឹងពេលខ្លះយើងរៀនរក្សាមាត់ខ្លះកុំឲ្យយើងចេះគ្រប់រឿងគ្មានចន្លោះបើនៅក្នុងធម៌លោកហៅសัพពញ្ញូមានន័យថាដឹងគ្រប់សំដៅទៅលើព្រះសម្មាសម្ពុទ្ធប៉ុន្តែយើងជាពុទ្ធជននេះអ្នកខ្លះហ្នឹងគឺថានិយាយដូចលាជផ្ទុះផុងផាំងមុងម៉ាំងទៅគ្មានគិតដល់វេនគេនិយាយដល់ម៉ោងហើយស្ដាប់គេខ្លះផងអីអត់ទេហើយដល់ពេលយូរទៅខ្លាយទៅជាសំដីស្រូវវាស្រាលថ្ងៃក្រោយគ្រាន់តែឃើញមនុស្សហ្នឹងអើយដូចជាមិនសូវជាបានសាច់កាយទេដូចលាជផ្ទុះផុងផាំងហើយអញ្ចឹងព្រះអង្គសម្ដែងនៅក្នុងបកិថាធម្មបទហ្នឹងនិយាយច្រើនប៉ុន្តែអត់បានការចាញ់និយាយមួយម៉ាត់ពីរម៉ាត់ប៉ុន្តែវាមានប្រយោជន៍អញ្ចឹងយើងសុខចិត្តរៀនរក្សាតម្លៃនៃពាក្យសម្ដីរបស់យើងបើនិយាយទៅដោយប្រុងប្រយ័ត្នមើលពេលវេលារើសរកពាក្យសម្ដីណាឲ្យបានសមរម្យហើយយើងចេះស្ដាប់គំនិតយោបល់អ្នកដទៃចេះរៀនសូត្រចេះកន្លែងខ្លះយើងមិនដឹងហ្នឹងកុំប្រឹងធ្វើដឹងពេកធ្វើងងខ្លះទៅដើម្បីបានទទួលចំណេះដឹងពីអ្នកដទៃយើងនិយាយបានតាដូចថាកកាយរឿងដែលយើងចេះហើយប៉ុន្តែបើយើងស្ដាប់ទៅយើងបានទទួលចំណេះដឹងថ្មីអាចមានចំណេះដឹងថ្មីដែលយើងមិនទាន់ចេះអញ្ចឹងយើងរៀនរក្សាមាត់យើងឲ្យបានល្អគេមិនលក់ជាប្រចាំជាសញ្ញាបង្ហាញថាយើងមានបញ្ហាអាចជាបញ្ហាសុខភាពផ្លូវកាយឬក៏សុខភាពផ្លូវចិត្តវាអាចបណ្ដាលមកពីហេតុដូចជាថាយើងហូបកាហ្វេហូបតែឬក៏ថ្នាំមួយចំនួនក៏អាចធ្វើឲ្យយើងអត់មួយគេងឬក៏យើងធ្លាប់ហូបថ្នាំហើយហូបថ្នាំមួយគេងហើយយើងឈប់វិញអាហ្នឹងក៏
aiបណ្ដាលឲ្យយើងអត់ចង់ងុយគេងដែរអាចមកពីជំងឺបេះដូងអីចឹងញាប់អីចឹងទៅជួនកាលគេងក៏មិនងាយលក់បើឈឺជើងឈឺសន្លាក់ដៃសន្លាក់ជើងហ្នឹងក៏ពេលខ្លះគេងមិនងាយលក់ដែរហើយបើមានអារម្មណ៍ភ័យខ្លាចព្រួយច្រើនគិតច្រើនដូចថាមានកូនមានចៅហើយចេះតែគិតពីគេច្រើនពេកក៏អាចនាំឲ្យគេងមិនលក់ដែរហើយមានការរំខានមានសំឡេងភ្លេងភ្លាត់អីផឹកស៊ីស្រែកឡូឡាអីចឹងទៅឬក៏យើងដំណេកយើងរៀបមិនបានល្អញ៉ែញ៉ៃស្មុគស្មាញអញ្ចឹងហើយបើសិនជាបន្តដំណើរឲ្យការគេងមិនលក់នឹងច្រើនទៅមានបញ្ហាធ្ងន់ធ្ងរដល់ទាំងសុខភាពផ្លូវកាយទាំងកម្លាំងកំហែងទាំងសុខភាពផ្លូវចិត្តអញ្ចឹងជាអនុសាសន៍គឺថាយើងទម្លាប់គឺថាសម្អាតកាយឲ្យបានស្អាតបាតមុនចូលគេងមុននឹងចូលគេងហ្នឹងកុំឲ្យហូបតែឬក៏កាហ្វេហើយយើងសម្អាតកន្លែងដេកពួនហ្នឹងឲ្យបានសមរម្យបិទភ្លើងកុំបើកភ្លើងភ្លឺហើយរៀងត្រជាក់បន្តិចទើបអាចគេងលក់បានស្រួលហើយនឹងសំខាន់ជាងគេមួយទៀតគឺរកពេលវេលាដែលគេងហ្នឹងឲ្យបានទៀងទាត់ពេលវេលាពេលណាចូលគេងពេលណាត្រូវងើបពីគេងកុំឲ្យម្ដងចេះម្ដងចុះជាបញ្ហាប្រឈមនឹងសុខភាពខ្លាំងមែនតើរហូតអ្នកខ្លះទៅអត់ចង់គេងប៉ុន្តែគេងមិនលក់ប្រាប់ឲ្យគេងណាហើយចេះតែមួម៉ៅខ្លួនឯងតែហេតុអីក៏ខ្ញុំគេងមិនលក់ហើយដល់ទៅពេលអាគេងមិនលក់ហើយមួម៉ៅជាមួយអាគេងមិនលក់ទៀតអាហ្នឹងធ្វើឲ្យបញ្ហាគេងហ្នឹងកាន់តែខ្លាំងមែនតើហើយរឿងគេងនេះជាបញ្ហាទូទាំងពិភពលោកហើយវាកំពុងតែរីកនៅក្នុងស្រុកខ្មែរយើងដោយសារបច្ចេកវិទ្យាវាទំនើបពេកឧទាហរណ៍អ្នកខ្លះចូលចិត្តប្រើ Facebook ហើយបើកភ្លើងភ្លឺរហូតទៅធ្វើឲ្យខួរក្បាលហ្នឹងវាអត់ចង់ដេកទេហើយបើសិនជាយើងប្រើថ្នាំងុយគេងច្រើនពេកអាហ្នឹងគ្រោះថ្នាក់ដល់ខ្លួនយើងវិញទៅថ្ងៃខាងមុខសម្រួលសតិអារម្មណ៍ស្មារតីបើឧទាហរណ៍ថាយើងចូលចិត្តស្ដាប់ធម៌ក៏ស្ដាប់ធម៌ទៅនឹកដល់គុណពុទ្ធពធប្រសង្ឃនឹកដល់គុណមេត្តាបិតាចម្រើនមេត្តាសូមឲ្យខ្លួនឯងបានសុខសូមឲ្យសពសត្វទាំងអស់បានសុខរួចផុតពីទុក្ខទាំងពួងហើយសម្រាប់ខួរក្បាលសិនប្រាប់ថារឿងចាំស្អែកចាំគិតបន្តទៅទៀតហើយយើងសម្រាប់តាមសម្រួលទៅហើយដល់ពេលព្រលឹមឡើងយើងរៀបចំចិត្តគំនិតឲ្យស្រស់ស្រាយឡើងវិញនឹកដល់គុណមេត្តាបិតានឹកដល់គុណបរតនត្រ័យផ្សាយមេត្តាដល់សពសត្វទៅយើងស្រឡះស្រឡំទាំងព្រឹកមានសេរីសុស្ដីទាំងព្រឹកហើយតែយើងគេងមិនលក់ព្រលឹមឡើងយើងរៀងសេងសើងមីងមើងឬក៏ពេលខ្លះទៅគេងទៅយល់សពអីច្រើនហើយអ្នកខ្លះទៀតចេះតែយកអាយុសពហ្នឹងមកជារឿងរំខានក្នុងការកាត់យុសពទៅចាក់ឆ្នោតចេះមួយសិតទៅជាការឆោតល្ងងយើងមិនអាចទៅជឿអីយុសពហ្នឹងទាំងស្រុងទេវាមានភាគរយខ្លះទេដែលអាចមានពិតមែនប៉ុន្តែគុំយកពេលវេលាយកកាយយកចិត្តហ្នឹងទៅដើម្បីកាត់យុសពចាក់ឆ្នោតហ្នឹងមិនជាប្រយោជន៍ទេអញ្ចឹងគេងដែលល្អគឺគេងដែលស្ងប់ហើយគេងដែលមិនមានយល់សពអីប៉ុន្តែយើងមិនអាចហាមឃាត់ទេពេលខ្លះក៏វាយល់សពហើយគេងដោយរៀបចំចិត្តគំនិតឲ្យបានត្រជាក់ពេលមុននឹងសម្រាកពាក្យខ្មែរយើងថាអង្គុយក៏គិតដើរក៏គិតឈរក៏គិតប៉ុន្តែដេកហាមគិតអានឹងដល់ពេលដែលត្រូវសម្រាកខួរក្បាលបើយើងមិនសម្រាកខួរក្បាលអានឹងយើងមានបញ្ហាហើយការធ្វើសមាធិក៏ជួយច្រើនដែរដែលធ្វើឲ្យចិត្តរបស់យើងបានស្ងប់មួយថ្ងៃអាចធ្វើសមាធិជាការចម្រើនខ្យល់ដង្ហើមចេញចូលមានស្មារតីនឹង5នាទី10នាទីពេលមុនចូលគេងពីក្រោយងើបពីគេងឬក៏ចម្រើនមេត្តាភាវនាផ្សាយមេត្តាដល់ខ្លួនឯងហើយនឹងផ្សាយមេត្តាដល់សពសត្វហ្នឹងធ្វើឲ្យខ្លួនយើងត្រជាក់អាហ្នឹងក៏វានាំឲ្យអារម្មណ៍ឆាប់ស្ងប់ហើយក៏អាចធ្វើឲ្យគេងក៏ងាយលក់ដែរវាមិនមែនធ្វើសមាធិដើម្បីគេងលក់អីប៉ុន្តែកាលណាអារម្មណ៍ស្ងប់ទៅចិត្តនឹងវាមិនសូវត្រាច់ទៅកន្លែងផ្សេងក៏វាឆាប់នឹងវាងាយនឹងគេងលក់ដែរអត់មុតទេ